មកបងប្អូនណាខ្លះត្រឡប់ដូចខ្ញុំឲ្យតែម៉ោង3ម៉ោង4ឡើងគឺថាចាប់ផ្ដើមឃ្លានអាហារសម្រន់ហើយដូចជាមីឆាឬក៏នំកញ្ឆាយអីចឹងដែលគេលក់តាមប្រទេសបងប្អូនហើយថ្ងៃហ្នឹងដែរគឺថាអត់ទិញគេញ៉ាំទេគឺមករៀនធ្វើទាំងអស់គ្នាបងប្អូននំកញ្ឆាយជ្រុងគឺថាងាយស្រួលធ្វើមែនតើបងប្អូនហើយលឿនទៀតផងចំណែកឯរសជាតិវិញគឺថាអត់ចាញ់គេលក់ទេមកឥឡូវមកមើលពីវិធីធ្វើរបស់ខ្ញុំបងប្អូនខ្ញុំមានកញ្ឆាយមកក្តាប់បន្ទាប់មកខ្ញុំយកទៅហាន់ប្រវែងខាងដៃណាបងប្អូនកុំវែងពេកក៏កុំខ្លីពេកដែរបងប្អូនព្រោះយើងដាក់វាទៅសាយចឹងទៅស្រួលយើងប្រើចង្កឹះចាប់ញ៉ាំចឹងនៅពេលឆ្អិនណាបន្ទាប់ពីហាន់កញ្ឆាយរួចបងប្អូនឥឡូវខ្ញុំមកថែមអំបិលមកចុងស្លាបព្រាបន្តិចបានណាបងប្អូនហើយបន្ទាប់មកគឺស្ករសជិតកន្លះស្លាបព្រាអត់ដល់កន្លះទេហើយនឹងប្រេងខ្យង1ស្លាបព្រាបាយចុងក្រោយគឺប្រេងឆា1ស្លាបព្រាបាយដែរបងប្អូនដើម្បីឲ្យកញ្ឆាយយើងវាទន់ហើយបន្ទាប់មកគឺខ្ញុំច្របល់គ្រឿងឲ្យបានសព្វចូលគ្នាជាមួយកញ្ឆាយណាបងប្អូនរួចរាល់ហើយខ្ញុំទុកមួយឡែកសិនងាកមកមើលគ្រឿងម្សៅម្ដងចំណែកនេះគឺជាគ្រឿងម្សៅបងប្អូនមាន2មុខដែលយើងត្រូវដាក់បញ្ចូលគ្នាអានេះគឺជាម្សៅខ្សែបងប្អូនខ្ញុំដាក់វា150ក្រាមហើយនិងម្សៅឆា50ក្រាមចំណែកឯទឹកវិញយើងដាក់150មីលីលីត្រទៅ200បងប្អូនមើលជាក់ស្ដែងបើសិនជាវារៀងខាប់ពេលយើងដាក់បន្ថែមបន្តិចទៀតដើម្បីងាយស្រួលក្នុងការកូរបន្ទាប់មកបងប្អូនខ្ញុំយកម្សៅពីរមុខហ្នឹងដាក់លាយចូលគ្នាឲ្យសព្វហើយចាំយើងចាក់ទឹកបន្តិចម្ដងដើម្បីយើងងាយស្រួលក្នុងការលាយម្សៅហ្នឹងឲ្យវាសព្វចូលគ្នាបងប្អូនបើយើងចាក់ទៅម្ដងទាំងអស់វាអាចនឹងម្សៅមានពពុះខ្យល់ក្នុងហ្នឹងវាកូរអត់បានសព្វពេលយើងកូរទៅវាអត់ងាយរលាយទឹកហើយនឹងម្សៅចូលគ្នាអញ្ចឹងបងប្អូនបន្ទាប់ពីបានជាលបាយម្សៅហើយបងប្អូនខ្ញុំចាក់វាចូលទៅក្នុងឆ្នាំងមួយដើម្បីយើងយកទៅកូរនឹងភ្លើងតិចធ្វើម៉េចឲ្យវាប៉ែកតិចក្តាំងតិចខាងបាតក្រោមហ្នឹងគឺយើងដាក់ចេញមកបាច់យូរឯងបងប្អូនអើយហើយខ្ញុំរៀងជ្រុលភ្លើងតិចវាទៅជាគោកអញ្ចឹងហើយខ្ញុំថែមទឹកបន្តិចទៀតហើយបើវិធីងាយស្រួលជាងនឹងទៀតបងប្អូនបាច់កូរលើឆ្នាំងឲ្យពិបាកដូចខ្ញុំអញ្ចឹងទេដាំទឹកឲ្យតែវាពុះក្តៅហើយចាក់ចូលទៅក្នុងម្សៅកូរហ្មងដើម្បីធ្វើអញ្ចឹងវាអត់ធ្វើឲ្យគោកខ្លាំងវាគ្រាន់តែម្សៅវាខាំជាប់គ្នាស្រួលក្នុងការយើងដាក់យកទៅចំហុយបងប្អូនបន្ទាប់ពីខ្ញុំកូរវារួចរាល់ហើយខ្ញុំយកវាទៅញីកូរវាឲ្យវាសព្វជាមួយអាម្សៅឆ្អិនហើយនឹងអត់ឆ្អិនហ្នឹងឲ្យវាសព្វចូលគ្នាតិចទៅបងប្អូនបន្ទាប់មកគឺខ្ញុំយកកញ្ឆាយដែលយើងលាយគ្រឿងរួចរាល់ហ្នឹងគឺចាក់ចូលក្នុងម្សៅហ្នឹងច្បល់ឲ្យបានសព្វចូលគ្នាចំពោះសាច់ម្សៅប៉ុណ្ណឹងជាមួយនឹងគូឆាយគឺថាសមល្មមបងប្អូនអ្នកដែលចូលចិត្តកញ្ឆាយច្រើនដូចខ្ញុំគឺដាក់ប៉ុណ្ណឹងទៅតែបើគាត់ចូលចិត្តតិចជាងហ្នឹងគាត់អាចបន្ថយកញ្ឆាយជាងហ្នឹងក៏បានដែរប៉ុន្តែនំកញ្ឆាយតើតាកញ្ឆាយច្រើនមិនឆ្ងាញ់មែនទេបងប្អូនល្បាយម្សៅហើយនឹងកញ្ឆាយរួចរាល់ហើយបងប្អូនឥឡូវខ្ញុំយកប្រេងបន្តិចចាក់ចូលទៅក្នុងចានដើម្បីយើងលាបបាតចានកុំឲ្យពេលដែលយើងដាក់កញ្ឆាយចំហុយទៅវាជាប់បាតចានអញ្ចឹងបងប្អូនបន្ទាប់ពីលាបប្រេងរួចរាល់ហើយបងប្អូនឥឡូវខ្ញុំដួសល្បាយកញ្ឆាយហ្នឹងដាក់ចូលទៅក្នុងចានទៅហើយស្កត់វាហាប់ទេដើម្បីឲ្យកុំឲ្យវាមានប៉ោងខាងក្នុងសាច់កញ្ឆាយបងប្អូនបើមានថាដាក់ថាវិញវាមានរាងស្អាតជាងចំពោះខ្ញុំថាក៏មានដែរប៉ុន្តែដោយសារឡើងសឹងខ្ញុំវាទូចថាវាធំជាងអញ្ចឹងហើយមានតែដាក់ចានទៅពេលចំហុយគឺខ្ញុំយកកណាត់ស្អាតមកគ្របដើម្បីកុំឲ្យវាជក់ទឹកចូលទៅក្នុងនំយើងច្រើនពេកណាគ្របទេវាទឹកវាដក់ចូលទៅក្នុងនំអញ្ចឹងខ្ញុំមិនចង់ឲ្យវាអ៊ីចចំពោះកញ្ឆាយមួយចានប៉ុណ្ណឹងបងប្អូនខ្ញុំចំហុយវារយៈពេល25នាទីហើយខ្ញុំងាកមកធ្វើទឹកត្រីម្ដងទឹកស្អាត4ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយទឹកត្រី2ស្លាបព្រាបាយទឹកក្រូចឆ្មា2ស្លាបព្រាបាយកូរឲ្យស្ករវារលាយតិចមកបងប្អូនបន្តមកទៀតទឹកម្ទេស1ស្លាបព្រាបាយកូរវិតវាបន្តិចមកដើម្បីឲ្យវាលាយចូលគ្នាបានល្អហើយបន្តមកទៀតគឺខ្ទឹមសចិញ្ច្រាំតាមចំណង់ចំណូលចិត្តដាក់តិចដាក់ច្រើនស្រេចតែបងប្អូនទេទឹកត្រីនេះចំពោះអ្នកចូលចិត្តមានរសជាតិដិតហើយនឹងជូរបន្តិចតែបើបងប្អូនអត់សូវចូលចិត្តដិតជូរទេបងប្អូនបន្ថយដាក់ទឹកត្រីតែមួយហើយនឹងក្រូចឆ្មាមួយបានហើយអ្នកដែលគាត់ចូលចិត្តទឹកត្រីលិចនំអញ្ចឹងគាត់ដាក់ឲ្យសាបតិចទៅដើម្បីយើងបានទឹកត្រីច្បល់ជាមួយនឹងនំច្រើនអញ្ចឹងបន្ទាប់ពី25នាទីបងប្អូននំខ្ញុំចំហុយឆ្អិនហើយខ្ញុំដាក់ចុះមកហើយទុកវាឲ្យត្រជាក់បន្តិចចាំខ្ញុំកាត់ណានំចូលត្រជាក់ហើយបងប្អូនខ្ញុំយកវាមកកាត់ជាជ្រុងបងប្អូនចង់កាត់ទំហំប៉ុន្មានគឺស្រេចតែបងប្អូននេះណាសម្រាប់ខ្ញុំកាត់នំប្រហែលជាមួយថ្នាំងដៃដើម្បីងាយស្រួលក្នុងការចៀនហើយដាក់ថាពីដុំអីគឺឆ្អែតហ្មងនំហ្នឹងគឺថាអត់មានសាច់អត់មានគ្រឿងច្រើនអីទេបងប្អូនប៉ុន្តែរសជាតិវាគឺឆ្ងាញ់តែម្ដងណា
ចំពោះលបាយម្សៅប៉ុណ្ណឹងហើយជាមួយនឹងទឹកប៉ុណ្ណឹងបងប្អូនសាច់នំទន់ល្មមវាអត់រឹងទេវាយើងយកទៅចៀនទៅគឺសាច់ស្រួយខាងហើយសាច់ខាងក្នុងវាទន់បងប្អូនហើយខ្ញុំធ្លាប់ធ្វើកញ្ឆាយមូលវាប្រើពេលយូរនៅវិចខ្ចប់វាពេលខ្លះហ្នឹងវិចធ្លាយទៀតហើយកវិកវចុងក្រោយគឺថាបាននំស្អាតតែប្រហែលនំទេហើយបើយើងធ្វើកញ្ឆាយជ្រុងនេះវិញនិយាយវាស្រួលមកក្រៀមប៉ុណ្ណឹងឯងបងប្អូនខ្ញុំដាក់វាមកខាងក្រៅគឺថាស្រួយល្អមែនទែនហើយសាច់ខាងក្នុងវាទន់ណាដាក់ភ្លាមគឺយើងស្រោចទឹកត្រីភ្លាមចឹងបងប្អូនទុកយូរវាលែងឆ្ងាញ់ហើយនំអីក៏ដោយតែពេលវាត្រជាក់វាអត់សូវឆ្ងាញ់ទេបានតែយើងញ៉ាំក្តៅអញ្ចឹងគឺថាវាឆ្ងាញ់មែនទែនហើយថ្ងៃនេះផងដែរបងប្អូនបានកូនពៅមកញ៉ាំជាមួយហើយនិយាយពីថាញ៉ាំហ្នឹងគឺនិយាយច្រើនណាកូនខ្ញុំហ្នឹងនិយាយផ្ដើសួរផ្ដើរត់តែញ៉ាំមិនបានទេ Xong từ xăm đi xe đi lâu rồi. Là tụi mày nè. Bye bye. See tomorrow. I love you. Love you. ហើយវីដេអូក្នុងកញ្ឆាយរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគុណច្រើន